បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅសាលាអន្តរជាតិចុងអ៊ីងប្រកាសបើកយុទ្ធនាការគៀកោជំនួយសប្បុរសធម៌ជាថវិកាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ដើម្បីយកជួយវរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ចៅសៀមក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរជួយខ្មែរនិងទឹកចិត្តអ្នកនៅសមរភូមិក្រោយគាំទ្រជួយដល់វរៈកងទ័ពនៅសមរភូមិជួរមុខជាពិសេសដើម្បីជាការរួមកម្លាំងមនុស្សធម៌ដ៏ខ្លាំងក្លាការផ្ដល់ជាកម្លាំងចិត្តដ៏រឹងមាំនិងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់វរៈកងទ័ពជួរមុខកម្ពុជាដែលបាននឹងកំពុងខិតខំតស៊ូបូជាសាច់ស្រស់ឈាមស្រស់និងអាយុជីវិតដើម្បីការពាររាល់គ្រប់ការឈ្លានពានដោយខុសច្បាប់ពីកងទ័ពថៃនៅក្នុងសមរភូមិយ៉ាងអង់អាចក្លាហានក៏ដូចជាការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ជនភៀសសឹកកម្ពុជាសាលាអន្តរជាតិចុងអ៊ីងកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025បានរៀបចំការគៀកោមូលនិធិនិងជំនួយសម្ភារៈសប្បុរសធម៌គ្រប់ប្រភេទរួមមានថវិកាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគដើម្បីរៀបចំប្រគល់ជូនដល់វរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលកំពុងភៀសខ្លួនមកកាន់ទីកន្លែងសុវត្ថិភាពនាឱកាសនោះលោកអុកញ៉ាបណ្ឌិតសេងវណ្ណរិទ្ធអគ្គនាយកសាលាអន្តរជាតិចុងអ៊ីងបានមានប្រសាសន៍ថាដើម្បីចូលរួមគាំទ្រនិងលើកទឹកចិត្តដល់វរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារបូរណភាពទឹកដីតតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានិងជនភៀសសឹកនៅតំបន់ជម្លោះព្រំដែនកម្ពុជាថៃសាលាអន្តរជាតិចុងអ៊ីងបានរៀបចំទទួលនៅអំណោយគ្រប់ប្រភេទដូចជាថវិកាស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់តាមលទ្ធភាពដើម្បីរួមចំណែកក្នុងការគាំទ្រនិងលើកទឹកចិត្តដល់វរៈកងទ័ពជួរមុខដែលកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជាថៃនិងបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពលោកអុកញ៉ាបណ្ឌិតសេងវណ្ណរិទ្ធបានមានប្រសាសន៍បន្តថាសកម្មភាពនេះចង់បណ្ដុះឲ្យកូនទាំងអស់ដែលជាទំពាំងស្នងឫស្សីឲ្យបានដឹងថាទៅថ្ងៃអនាគតនេះគឺជាកាតព្វកិច្ចដែលត្រូវបន្តវេនរបស់ពួកគាត់ដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងទទួលបាននូវការអភិវឌ្ឍនិងមានសុខសន្តិភាពកុំឲ្យគេមើលងាយលោកអុកញ៉ាបណ្ឌិតអគ្គនាយកសាលាអន្តរជាតិចុងអ៊ីងក៏បានអំពាវនាវដល់អ្នកអាណាព្យាបាលទាំងអស់មេត្តាគាំទ្រទាំងថវិកានិងសម្ភារៈដើម្បីគ្រួសារសាលាអន្តរជាតិចុងអ៊ីងយកទៅជួយដល់វរៈកងទ័ពនិងជនភៀសសឹកនិងការងារផ្សេងទៀតនៅក្នុងសង្គមសាលាអន្តរជាតិចុងអ៊ីងជាមួយកូនទាំងអស់បាទសុទ្ធតែជាទំពាំងស្នងឫស្សីទីមួយចង់សំខាន់បំផុតនោះគឺចង់ចូលរួមចំណែកជាថវិកាជាសម្ភារៈដើម្បីជួយវរៈកងទ័ពនៅខាងមុខបាទនៅជួរមុខក៏ដូចជាបងប្អូនយើងដែលជាជនភៀសសឹកដែលកំពុងជួបការលំបាកដើម្បីជាចំណែកមួយក្នុងការជួយបាទដល់ពួកគាត់ព្រោះឯប្រទេសជាតិយើងបានសុខសន្តិភាពយើងក៏មានក្តីសុខទៅតាមហ្នឹងតែពេលដែលប្រទេសមានបញ្ហាគឺយើងត្រូវតែចូលរួមទាំងអស់គ្នាហើយក៏ជាក្នុងគោលបំណងសំខាន់គឺបដោះកូនទាំងអស់ដែលជាទំពាំងស្នងឫស្សីនេះឲ្យគាត់ដឹងថាទៅថ្ងៃអនាគតនេះគឺជាកាតព្វកិច្ចបន្តរបស់ពួកគាត់ដើម្បីធ្វើឲ្យប្រទេសជាតិយើងអភិវឌ្ឍទទួលបានសុខសន្តិភាពកុំឲ្យគេមើលស្រាលកុំឲ្យគេមើលងាយកុំឲ្យគេធ្វើបាបមានតែយើងខ្លាំងខ្លួនឯងទេអញ្ចឹងយើងត្រូវតែខំប្រឹងរៀនសូត្រកូនទាំងអស់ត្រូវខំប្រឹងរៀនសូត្ររៀនឲ្យចេះរៀនឲ្យមានសមត្ថភាពហើយជាមេដឹកនាំដែលមានគុណធម៌បាទมันគឺបានជួយអ្នកទុនខ្សោយបាទអញ្ចឹងសកម្មភាពថ្ងៃនេះគឺយើងនឹងបន្តធ្វើរហូតដល់ប្រទេសយើងទទួលបានសុខសន្តិភាពបាទមកទល់ពេលនេះខ្ញុំផ្ទាល់ខ្ញុំបានឧបត្ថម្ភបន្ថែមឧបត្ថម្ភហ្នឹងគឺ$10000ទៀតសម្រាប់សកម្មភាពនេះហើយមានអាណាព្យាបាលមានសាធារណជនរួមបញ្ចូលមកគឺបានសរុបទាំង
ទាំងអស់វាជាង$20,000ជាលុយអញ្ចឹងក៏សូមឲ្យសាធារណជនទាំងអស់ចូលរួមមួយគ្រួសារជុងអ៊ីងចូលរួមមួយកូនទាំងអស់ហើយក៏សូមលោកអាណាព្យាបាលទាំងអស់បន្តគាំទ្រទាំងថវិកាក្តីទាំងសម្ភារៈក្តីដើម្បីឲ្យគ្រួសារជុងអ៊ីងយើងបាទយកទៅជួយបាទជនភៀសសឹកក៏ដូចជាវរៈកងទ័ពនិងការងារផ្សេងទៀតនៅក្នុងសង្គមអញ្ចឹងយើងត្រូវតែមានបេះដូងតែមួយមានឆន្ទៈតែមួយខ្មែរតែមួយខ្មែរជួយខ្មែរហើយស្ដាប់ការណែនាំរបស់រដ្ឋាភិបាលថ្នាក់ដឹកនាំយើងដែលលោកបាទពិតជាមានសមត្ថភាពដើម្បីនាំបាទសង្គមជាតិយើងគ្រួសារកម្ពុជាយើងទៅរកសុខសន្តិភាពនិងភាពរឹងមាំការអភិវឌ្ឍគាំទ្រ100%បាទសម្រាប់ថ្នាក់ដឹកនាំយើងសម្ដេចថាបតីសម្ដេចតេជោក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងអស់បាទ I just want to say that in this war between Thai and Cambodia, I see that our people is really helping a lot with preparing the stuff to give to the soldiers and people who are suffering. I really appreciate the kindness of all our people who are helping in this situation right now. For this hard situation right now, all we can do is give them motivation, the soldiers motivation to keep going to protect our country and people. 我真的很开心看到这么多人，然后这个学校的同学帮助，然后也希望这个战争能结束，然后柬埔寨的人民不再受苦了，然后一点点帮助也有意义。谢谢。我希望军队都平平安安，然后身体也很健康，保护我们的国家。 ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយខ្ញុំក៏ជាសិស្សហើយក៏ជាអ្នកដែលនៅខ្មែរដែរអញ្ចឹងពួកយើងទាំងអស់គ្នាគឺត្រូវតែគ្រប់គ្រងនិងផ្ញើសារទៅឲ្យបានល្អហើយពួកយើងគឺជាសិស្សបែបនេះគឺយើងមិនគួរបោះបង់ការសិក្សាចោលទេគឺយើងត្រូវតែខំប្រឹងរៀនហើយពេលទៅដល់ក្នុងថ្ងៃអនាគតគឺយើងនឹងអាចជួយបានសម្រាប់ការរៀបចំរបស់នេះគឺវាល្អមែនទែនហើយក៏អាចជួយទៅបងពូវរៈកងទ័ពជួរមុខហើយនឹងជនភៀសសឹកបានដែរដែលគាត់ត្រូវការជំនួយការឥឡូវហ្នឹងណា សូមបញ្ជាក់ថាអំណោយដែលទទួលបានសម្រាប់យកទៅជួយដល់វរៈកងទ័ពជួរមុខនិងជនភៀសសឹកនាឱកាសនោះរួមមានថវិកាមីគុយទាវកញ្ចប់ទឹកបរិសុទ្ធអង្ករនំក្រៀមត្រីងៀតទឹកត្រីទឹកស៊ីអ៊ីវស្ករសនិងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត